បាទសួស្តីដល់អ្នកគ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាពីរបៀបក្នុងការដែលយើងដាក់នៅជារូប profile នៃសារគ្រប់គ្រងខ្ញុំ control រដ្ឋាភិបាលកម្ពុជាក្នុងការដាក់នៅក្នុងការលើកយកភាសាតំបន់តូចតំបន់ធំក៏ដូចជាភាសាតាក្របីតំបន់មុំ3ទៅកាន់តុលាការអន្តរជាតិ ICJ បាទចឹងបើសិនមកអ្នកនរគ្នាមានជា link ដែលគេផុសប្រងព្រាតនៅក្នុង Facebook ហើយអ្នកនរគ្នាអាចចុចទៅលើនឹងក៏បានប៉ុន្តែបើសិនអ្នកនរគ្នាមិនដឹងថាមិនទទួលបាន link អ្នកនរគ្នាចង់ដាក់ដែរប៉ុន្តែមិនដឹងថាដាក់យ៉ាងម៉េចអ្នកនរគ្នាអាចអនុវត្តតាមវិធីខ្ញុំនេះបានណាបាទអញ្ចឹងដំបូងអ្នកនរគ្នាក៏ចូលត្រង់កន្លែង Google Chrome មកបាទអញ្ចឹងនៅក្នុងប្រអប់ Google Search នេះអ្នកនរគ្នា search ពាក្យថានេះបាទ Twist Bonai ហ្នឹងណាបាទអ្នកនរគ្នាក៏វាយពាក្យថា TWIBBONIZE Twist Bonai អ្នកនរគ្នា search វាមកបាទអញ្ចឹងអ្នកនរគ្នាចុចត្រង់កន្លែងពាក្យថា Twist Bonai ឬរូបពណ៌ការ៉េពណ៌អសហ្នឹងអ្នកនរចុចវាមកបាទអញ្ចឹងអ្នកនរគ្នាចូលក្នុងកាន់ website Twist Bonai នេះអ្នកនរគ្នាអាចដាក់ជារូប profile បានបាទអញ្ចឹងអ្នកនរគ្នាគាត់ scroll ចុះមកក្រោមមកអ្នកនរគ្នានឹងឃើញពាក្យថា trending នេះបាទអញ្ចឹងវាថា trend គេកំពុងតែផុសផុលក្នុងការដាក់អីវាចេញមកឡើងហ្នឹងណាបាទប៉ុន្តែទីនេះបើសិនបើអ្នកនរគ្នារកន្លែង trending ហើយមិនឃើញទេអ្នកនរគ្នាអាច search នៅត្រង់កន្លែងប្រអប់ search នេះបាទអ្នកនរគ្នាអាចវាយពាក្យដែលអ្នកនរគ្នាកំពុងចង់ search មកទៅហើយបើយើងកំពុងតែចង់ដាក់សារគ្រប់ត្រូលភាសាតាមន់ហ្នឹងអ្នកនរគ្នាវាយពាក្យថាតាមន់អញ្ចឹងទៅដើម្បីយើង search បាទដើម្បីយើង search ណាបាទអញ្ចឹងយើងចុចទៅមុខទៀតមកបាទអញ្ចឹងអ្នកនរគ្នានឹងឃើញមាន frame មានរូបគេមកណាបាទអ្នកនរគ្នាអាចចុចរើសមួយណាដែលអ្នកនរគ្នាស្រឡាញ់បាទហើយអ្នកនរគ្នា scroll ចុះមកក្រោមមកអ្នកនរគ្នានឹងឃើញត្រង់កន្លែងនេះគេដាក់ពាក្យថា choose your photo នេះបាទអញ្ចឹងយើងទៅជ្រើសរើសថតយើងដើម្បី upload រូបចូលណាបាទអញ្ចឹងយើងចុច choose your photo មកបាទអញ្ចឹងខ្ញុំរើសរូបខ្ញុំមួយបាទអញ្ចឹងបន្ទាប់ពីយើងរើសមកយើងនឹងឃើញរូបយើងហើយជាមួយនឹង profile នៃសារមួយនឹងណាសារគ្រប់ត្រូលហ្នឹងបាទអញ្ចឹងអ្នកនរគ្នាអាចសេរីរូបអ្នកនរគ្នាបំពេញចិត្តទេវាដាច់ក្បាលដាច់ជើងអីអ្នកនរគ្នាអាចscroll ទាញអង្គលរូបនឹងចុះក្រោមឡើងលើមើលឲ្យពេញចិត្តអ្នកនរគ្នាសិនទៅបាទអញ្ចឹងយើងអាចសេរីបានណាបាទយើងអាចបរួមឲ្យទូចក៏បានបរួមឲ្យធំក៏បានណាបាទអញ្ចឹងបើយើងគិតថាពេញចិត្តហើយអ្នកនរគ្នាអាចចុចត្រង់កន្លែងពាក្យថា download នេះបាទ download នេះមកបាទហើយចុច continue with watermark មកបាទដោយសារបើសិនបើយើងអត់ចង់បាននេះអារូបខាងក្រោមដែលមានជាប់ logo Twist Bonai ហ្នឹងអាហ្នឹងយើងអាច download បាន free បាទយើងចុចត្រង់កន្លែង continue with watermark មកតែបើអ្នកនរគ្នាចង់ដោះកន្លែង made with Twist Bonai នេះចោលអ្នកនរគ្នាទៅបង់លុយគេបាទអញ្ចឹងនេះយើងចុចប្រើធម្មតាទៅយើងចុច continue with watermark មកបាទអញ្ចឹងវាកំពុងតែ processing យក photo វាកំពុងតែដំណើរការអញ្ចឹងតិចទៀតយើងអាច download វាបានហើយណាបាទអូខេអញ្ចឹងបន្ទាប់ពីចេញអាប៊ូតុងពណ៌រាងកាប់ស្តាំងនេះ download បានហើយយើងចុច download មកបាទអញ្ចឹងយើង download បានជោគជ័យយើងបើកមើលបាទអូខេអញ្ចឹងនេះយើងបានរូបprofile នៃសារគ្រប់ត្រូលនឹងរួចរាល់ណាបាទឬក៏អ្នកនរគ្នាគិតថាអត់ទេចង់ upload ផុសនឹងចូលតែម្ដងតើអាចចុចផុសទៅអ្នកនរគ្នាអាច upload ចូលក្នុងផុសនៅក្នុង Facebook page Facebook profile របស់យើងបានណាបាទអូខេអញ្ចឹងវិធីសាស្ត្រក្នុងការដែលយើងដាក់ជារូប profile នៃសារគ្រប់ត្រូលរបស់យើងនឹងមានប៉ុណ្ណឹងណាបាទសង្ឃឹមអ្នកនរគ្នាអនុវត្តបានអរគុណច្រើន